ការរៀន Excel ដោយខ្លួនឯងតាមជំហានងាយដូចខាងក្រោមនេះជាផែនការរៀន Excel ដោយខ្លួនឯងដែលបានរៀបចំជាអត្ថបទពេញលេញសម្រាប់អ្នកផែនការរៀន Excel 4 ជំហានជំហានទី1មូលដ្ឋានគ្រឹះសម្រាប់អ្នកចាប់ផ្ដើម1ស្គាល់អំពី Interface របៀបបើកកម្មវិធី Excel ស្គាល់អំពី Workbook Worksheet Cell Column Row របៀបរៀបចំ Sheet ថ្មី2ប្រតិបត្តិការមូលដ្ឋានវិធីបញ្ចូលទិន្នន័យការជ្រើសរើស Cell Column Row របៀបចម្លងកាត់ផ្តិតទិន្នន័យរបៀបរក្សាទុកឯកសារ Save 3ការប្រើប្រាស់រូបមន្តធម្មតា Sum បូកសរុប Average មធ្យម Max Min តម្លៃធំជាងគេតូចជាងគេជំហានទី2ជំនាញកណ្ដាល1រូបមន្តកម្រិតកណ្ដាល If តាមលក្ខខណ្ឌ Lookup រកមើលទិន្នន័យ Countef រាប់តាមលក្ខខណ្ឌ2ការរៀបចំទិន្នន័យការតម្រៀបទិន្នន័យ Sort ការចម្រោះទិន្នន័យ Filter ការប្រើប្រាស់ Table 3ការធ្វើគំរូតារាងការប្រើប្រាស់ Chart ប្រភេទផ្សេងការដាក់ពុម្ពនិងការកំណត់ Page Layout ជំហានទី3ជំនាញខ្ពស់1រូបមន្តពិបាក Index Match រកមើលទិន្នន័យដ៏ស្មុគស្មាញ Sumifs បូកសរុបតាមលក្ខខណ្ឌច្រើន2 Pivot Table ការបង្កើត Pivot Table ការវិភាគទិន្នន័យដោយ Pivot Table 3 Macro និង Automation ការថត Macro ការប្រើប្រាស់ VB មូលដ្ឋានជំហានទី4ការអនុវត្ត1គម្រោងអនុវត្តការគ្រប់គ្រងចំណាយការវិភាគទិន្នន័យលក់ការគ្រប់គ្រងស្តុកទំនិញធនធានដែលអាចរៀនដោយខ្លួនឯងរៀនឥតគិតថ្លៃ YouTube មានមេរៀន Excel ជាភាសាខ្មែរនិងអង់គ្លេស Website Exceljet Contextures Microsoft Support Facebook Group ក្រុមរៀន Excel ជាភាសាខ្មែរវីដេអូណែនាំស្វែងរក Excel Tutorial for Beginners មើលវីដេអូជាភាសាខ្មែរលើ YouTube ការអនុវត្តសរសេរលេខទូរស័ព្ទ100ជួរហើយធ្វើការគណនាបង្កើតតារាងចំណាយខ្លួនឯងធ្វើលំហាត់តាមអនឡាញគន្លឹះសម្រាប់រៀនដោយខ្លួនឯង1ចាប់ផ្ដើមពីមូលដ្ឋានកុំរំសាយអារម្មណ៍លើរបស់ស្មុគស្មាញពេក2អនុវត្តប្រចាំថ្ងៃរៀន30នាទីក្នុងមួយថ្ងៃ3ធ្វើលំហាត់ជាក់ស្ដែងកុំគ្រាន់តែមើល4កត់ត្រាចំណុចពិបាកសរសេរកន្លែងដែលមិនយល់